នេះគឺជាការប្រើប្រាស់រូបមន្ត filter នៅក្នុងកម្មវិធី Excel បាទរូបមន្ត filter ហ្នឹងយើងប្រើដើម្បីយើង search រកឈ្មោះព័ត៌មានណាមួយបាទដូចជាយើង search ឈ្មោះផលិតផលក្នុង stock event បាទខ្ញុំមានជាឧទាហរណ៍ប៉ុណ្ណេះបាទអញ្ចឹងពេលខ្ញុំ search pen វាចេញ pen មកទាំងអស់មានប្រហែលមកទាំងអស់មាន book ចេញ book បាទ search shoes ស្បែកជើងចេញស្បែកជើងបាទអញ្ចឹងដើម្បីធ្វើការងារហ្នឹងអ្នកទាំងគ្នាតាមដានវីដេអូនេះបានបាទបងគឺយើងមាន table ទិន្នន័យមួយបាទនេះគឺជាទិន្នន័យទាំងអស់បាទដែលយើងមានអញ្ចឹងខ្ញុំសូមដាក់ឈ្មោះវាមួយសិនបាទដើម្បីដាក់ឈ្មោះវា select លើវាទាំងអស់បែបនេះមកបាទបន្តមកទៀតយើងដាក់ឈ្មោះនៅកន្លែងកែងជ្រុងនេះបាទកន្លែងឈ្មោះវាខ្ញុំដាក់ឈ្មោះថា filter data យើងដាក់ឈ្មោះអញ្ចឹងដើម្បីយើងងាយស្រួលយកឈ្មោះវាទៅប្រើនៅក្នុងរូបមន្តបាទអញ្ចឹងកន្លែងហ្នឹងយើងដាក់ឈ្មោះតែប៉ុណ្្នឹងមកបានហើយឥឡូវយើងចូលមកដល់កន្លែង search ម្ដងបាទកន្លែង search នេះយើងដាក់រូបមន្តមួយឈ្មោះ filter ស្មើ filter បាទ filter អ្នកនរគ្នាហៅឈ្មោះយើងមិញបាទឈ្មោះ table មិញបាទឈ្មោះ filter data បាទចុច filter data ក្បៀសមួយបាទក្បៀសមួយគឺយើងទៅយកជួរដែលយើងចង់ search ជួរទិន្នន័យខ្ញុំយកខាង product បាទយើងស្រីយក product ទាំងអស់បាទហើយដាក់ស្មើនឹងកន្លែងយើង search កន្លែងយើង search គឺនៅកន្លែងនេះកន្លែង drop down list ណាបាទហើយយើងបិទវងចូល enter មកចេញនេះបាទឃើញទេហើយកន្លែងនេះយើង search មកបាទ pen book បាទគឺវាចេញមកទាំងអស់ហើយបាទហើយតើតើការងាររបៀបយើងដាក់ drop down list ហ្នឹងគឺយើងចូលកន្លែងនេះអ្នកនរគ្នាចុចកន្លែងហ្នឹងមកហើយចុចកន្លែង data ហើយចុចកន្លែងនេះបាទចុចកន្លែង data list សិនយើងចូល list មកបាទចុច list នេះយើងមក select កន្លែងនេះអានេះគឺជាទិន្នន័យយើងមានបាទទិន្នន័យយើងមាន pen book bag ចឹងទៅបាទហើយយើង select លើវាទាំងអស់ចុច OK ទៅវាបានជា drop down list ហើយបាទអញ្ចឹងយើងអាច select បានណាអញ្ចឹងយើងមានផលិតផលមាន event ប្រមាណនៅក្នុងហាងរបស់យើងដាក់ទៅបាទហើយយើងអាច search វាបានណា event ណាសមបាន event ណាសមបានយើងអាច search បានណាបាទអញ្ចឹងវីដេអូខ្លីៗចែកមិនដេចមានប៉ុណ្្នឹងទេបាទសូមអរគុណហើយអ្នកទាំងគ្នាមានវីដេអូមានសំណួរអីទៀតទាក់ទងរូបមន្ត Excel អាចតម្លែកចូលក្នុង comment បានបាទសូមអរគុណ